បាទសូមជំរាបសួរបងប្អូនអរគ្នាថ្ងៃនេះខ្ញុំសូមបន្តទាក់ទងនឹងបងប្អូននៃការនៅឆ្នាំឆ្លូវទាក់ទងជាមួយនឹងជោគជតារាសីនៃមុខរបររាស៊ីបាទនឹងការងារផ្សេងៗក្នុងឆ្នាំ2026ចំពោះបងប្អូនការនៅឆ្នាំឆ្លូវក៏តែឆ្នាំឆ្លូវ2026ទាក់ទងនឹងមុខរបរការងារបងប្អូនមានលក្ខណៈដូចនេះខ្លះសូមតាមដានសម្រាប់ពី Channel ទូទីឌីកទ័រនេះទាក់ទងបងប្អូនការឆ្នាំឆ្លូវឆ្នាំ2026គឺជាឆ្នាំមួយដែលលោកអ្នកមានភាពស្វាហាប់មែនទែនទាក់ទងជាមួយការងាររាល់ការបំពេញការងារទេសចរគឺបងប្អូនទាំងគ្នានឹងទទួលបានផលល្អច្រើនហើយការងារទៅធំនានាគឺបងប្អូនគ្នាចាត់ចែងបានយ៉ាងល្អជាពិសេសលោកអ្នកមានបញ្ញាឆ្លៀសវៃក្នុងការដោះស្រាយរាល់បញ្ហាទាំងអស់នៅក្នុងឆ្នាំ2026ដែលកើតមានឡើងចំពោះបងប្អូនในការនៅឆ្នាំឆ្លូវទាក់ទងនឹងកន្លែងការងារក្តីមុខរបររាស៊ីក្តីហើយលោកអ្នកជាមនុស្សដែលមានភាពទំនួលខុសត្រូវបំផុតទៅលើការងារដែលលោកអ្នកកំពុងតែបំពេញធ្វើឲ្យលោកអ្នកមានភាពស្រស់ស្រាយក្នុងការអនុវត្តការងារប្រកបដោយប្រសិទ្ធភាពមែនទែនសម្រាប់ឆ្នាំ2026នេះទាក់ទងជាមួយនឹងការសាកល្បងផ្សេងៗអ្វីដែលថ្មីចំពោះការសាកល្បងរឿងរ៉ាវថ្មីបងប្អូនដែលកើតនៅឆ្នាំឆ្លូវ2026នេះគឺបងប្អូនទាំងគ្នានឹងទទួលបានភាពល្អប្រសើរត្រឡប់មកវិញបងប្អូនមិនបាច់មានភាពភ័យខ្លាចទេទោះបីជាការងារនោះលោកអ្នកមិនដែលបំពេញពីមុនមកក៏ដោយក៏2026បងប្អូនទាំងគ្នានឹងអាចធ្វើវាបានយ៉ាងល្អជាទីបំផុតហើយដល់កម្រិតមួយដែលលោកអ្នកចង់បានថែមទៀតផងក៏ប៉ុន្តែគឺតោងឲ្យបងប្អូនទាំងគ្នាត្រូវតែមានភាពស្វាហាប់មានភាពរឹងមាំមានភាពទំនួលខុសត្រូវនិងមានភាពចង់ចេះចង់ដឹងចង់បានផងដែរទើបរឿងរ៉ាវទាំងអស់នោះចូលមកជីវិតរបស់បងប្អូនទាំងអស់គ្នាម្យ៉ាងវិញទៀតឆ្នាំ2026ចំពោះការងារដែលបងប្អូនរបស់គ្នាបំពេញគឺដោយលោកជំរាបជូនពីខាងដើមអញ្ចឹងគឺមានភាពជឿនលឿនមែនទែនហើយលោកអ្នកធ្វើកិច្ចការងារប្រកបដោយវិជ្ជាជីវៈក៏ប៉ុន្តែបងប្អូនទាំងគ្នាត្រូវចំណាយទៅលើចិត្តទៅលើបេះដូងព្រោះថាការងារដែលលោកអ្នកជួបនេះគឺថ្មីសម្រាប់បងប្អូនទាំងគ្នាមែនទែនហើយតោងឲ្យលោកអ្នកត្រូវមានភាពច្នៃប្រឌិតមួយវិញទៀតសំខាន់បំផុតគឺការបើកចិត្តឲ្យទូលាយដើម្បីទទួលយកនៅការងារនេះហើយលោកអ្នកត្រូវតែគណនាឬក៏កំណត់ឲ្យបានច្បាស់ទាក់ទងជាមួយហានិភ័យដែលលោកអ្នកធ្វើបើលោកអ្នកមិនបានគណនាបានច្បាស់លាស់ទេលោកអ្នកនឹងអាចនិយាយបានថាបរាជ័យទៅលើការងារនេះជាបំខានអញ្ចឹងមុននឹងធ្វើការងារត្រូវតែគណនាទៅលើពេលវេលាគណនាទៅលើការបម្រើបម្រួលផ្សេងៗឲ្យបានច្បាស់លាស់មុននឹងធ្វើឧទាហរណ៍ដោយលោកអ្នកទទួលបានការងារឬក៏projectណាមួយអញ្ចឹងបងប្អូនអ្នកត្រូវតែវិតម្លៃបាទទទួលបានគម្រោងណាមួយបងប្អូនត្រូវតែវិតម្លៃទៅលើគម្រោងនោះឲ្យបានច្បាស់លាស់ថាពេលវេលាណាមួយដែលស័ក្តិសមពេលវេលាណាមួយដែលលោកអ្នកសម្រេចបានចុះបើជួបបញ្ហាដែលលោកអ្នកត្រូវតស្រាយយ៉ាងដូចនេះនៅក្នុងចន្លោះពេលនេះបាទក៏ប៉ុន្តែបើសញ្ញានៃភាពល្អប្រសើរ2026បងប្អូនកើតឆ្នាំឆ្លូវគឺមានភាពល្អប្រសើរច្រើនហើយដែលទៅនឹងការងារក៏ប៉ុន្តែមិនត្រូវមានការប្រមាថឬក៏ធ្វើប្រហែសទេបើលោកអ្នកមានការប្រមាថនិងធ្វើប្រហែសឆ្នាំ2026នេះលោកអ្នកនឹងមិនទទួលបានជោគជ័យទេទាក់ទងជាមួយនឹងការងារដែលលោកអ្នកបំពេញអញ្ចឹងត្រូវប្រយ័ត្នតិចវិស័យលោហើយតែធ្វើប្រហែសបលែងចោលបងប្អូននឹងមិនងាយសម្រេចទេ2026នេះបងប្អូនដែលជាអ្នកបំពេញកិច្ចការងារបងប្អូនអាចស្វែងរកឬក៏ទទួលចំណេះដឹងថ្មីៗដែលមានសម្រាប់ឆ្នាំ2026នេះដូចជាចំណេះដឹងដែលគេកំពុងតែពេញនិយមបច្ចុប្បន្ននេះ2026 2025នេះគឺតើតើជាមួយ AI ចឹងអាចថាបងប្អូនដែលរៀនមកផ្នែកការងារផ្សេងៗមិនថាបច្ចុប្បន្ននេះដូចជាកែលណីដូចជាការងារទីផ្សារដូចជាការងារផ្នែកលក់ការងារអីជាដើមការងារបច្ចេកវិទ្យាជាដើមគឺតម្រូវឲ្យបងប្អូនទាំងគ្នាបាទត្រូវតែរៀនផ្នែកបច្ចេកវិទ្យាបន្ថែមផ្សេងៗឲ្យបានច្រើនដូចជាការវិភាគការវិតម្លៃផ្សេងៗដើម្បីរត់ឲ្យទាន់សង្គមព្រោះ
ការសង្កេតឃើញបច្ចុប្បន្ននេះបងប្អូនត្រូវតែយល់ដឹងផ្នែកនេះហើយបើតាមជើងលេខក៏ដូចនិយាយដូចគ្នាដែរបងប្អូនត្រូវតែស្វែងយល់ពីបច្ចេកវិទ្យាថ្មីៗឲ្យបានខ្ពស់ទើបបងប្អូនងាយស្រួលក្នុងការបំពេញការងារ2026នេះឲ្យរលូនតែបងប្អូនមិនរៀនអ្វីដែលថ្មីៗទេតែទៅនឹងបច្ចេកវិទ្យា2026នេះគឺបងប្អូននឹងដើរថយក្រោយហើយមិនមែនចេះតែលំបានទេបើដូចមុនបងប្អូនអាចប្រឡែងបានតែ2026នេះបើបងប្អូនមិនយកចិត្តទុកដាក់មិនយកចិត្តក្នុងការរៀនសូត្របើចិត្តនៅអ្វីដែលថ្មីទេលោកអ្នកនឹងមិនសម្រេចតាមគោលដៅដែលចង់បានទេបាទចឹងប្រយ័ត្នប្រយែងតិច2026ការងារល្អមែនតែក៏តម្រូវលោកអ្នកស្វែងយល់បន្ថែមទៅនឹងបច្ចេកវិទ្យាថ្មីដែរដូចជាអាចទៅជាមួយនឹងបច្ចេកវិទ្យា AI នេះជាដើមបាទមួយវិញទៀតទៅជាមួយនឹងការងារក្រុមផ្សេង2026គឺបងប្អូនអ្នកគ្នាអាចចាត់ចែងបានយ៉ាងល្អក៏ទោះជាបីជាលោកអ្នកជាកូនក្រុមរបស់គេក៏ដោយ2026នេះបងប្អូនអ្នកគ្នានឹងទទួលបានផលវិជ្ជមានដូចគ្នាការងារដែលលោកអ្នកបំពេញនៅក្នុងក្រុមគឺធ្វើបានយ៉ាងល្អបើលោកអ្នកជាមេក្រុមគេលោកអ្នកនឹងចាត់ចែងកូនក្រុមដឹកនាំក្រុមឲ្យសហការគ្នាបានយ៉ាងល្អឈានទៅដល់អ្វីដែលលោកអ្នកចង់បាននៅក្នុងសង្គមការងារលោកអ្នកធ្វើបើតាមជាងលេខលោកអ្នកគឺជាមនុស្សដែលចេះសម្របខ្លួនបាទសម្របសម្រួលកិច្ចការងារជួយជ្រោមជ្រែងក្រុមរបស់បងប្អូនគ្នាឲ្យទទួលបានកិច្ចការយ៉ាងរលូនជាទីបំផុតហើយបាទកិច្ចការដែលលោកអ្នកធ្វើសុទ្ធតែសំខាន់សម្រាប់ជីវិតបងប្អូនគ្នាទៅថ្ងៃមុខចឹងហើយការងារដែលលោកអ្នកបំពេញថ្ងៃនេះមិនត្រូវប្រឡែងឬក៏លេះលោទេបងប្អូនត្រូវប្រយ័ត្នប្រយែងហើយធ្វើកិច្ចការងារឲ្យរលូនជាទីបំផុតដើម្បីសម្រេចបានគោលដៅដែលលោកអ្នកចង់បានពិតប្រាកដហើយតើតើជាមួយនឹងពេលវេលានេះបងប្អូនគ្នាបំពេញកិច្ចការងារដែលលោកអ្នកធ្វើគឺជាពេលវេលាសំណាងរបស់បងប្អូនហើយព្រោះថាជាងលេខបានផ្ដល់ឱកាសយ៉ាងល្អហើយខែដែលលោកអ្នកមានភាពល្អប្រសើរហើយសំណាងបំផុតចំពោះបងប្អូនកើតឆ្នាំឆ្លូវសម្រាប់2026នេះតើតើជាមួយកិច្ចការងារសូមបងប្អូនរងចាំស្ដាប់ហើយអាចយកបិចកត់ទុកបានបាទដើម្បីជាប្រយោជន៍បងប្អូនគ្នាទៅថ្ងៃមុខព្រោះថា2026មិនទាន់ដល់ទេដែលលោកគ្រូបកស្រាយជូននេះគឺនៅថ្ងៃទី10អធិស្ឋានខែថ្ងៃទី21ខែ10 2025ដែលលោកគ្រូព្យាករទុកមុនដើម្បីជាប្រយោជន៍ចឹងខែដែលល្អសម្រាប់បងប្អូនអ្នកគ្នា2026សម្រាប់កិច្ចការងារផ្សេងគឺមានខែ5ដែលខែខ្មែរយើងខែឧសភាបាទបើជាភាសាខ្មែរឧសភាហើយតេតើងជាមួយនឹងខែបន្ទាប់គឺមានខែមិថុនាបាទបងប្អូនអាចយកបិទកត់ទុកបានហើយខែល្អបន្ទាប់ទៀតនោះគឺខែតុលាហើយខែដែលល្អបន្ទាប់ទៀតគឺខែវិច្ឆិកាបាទគឺល្អប្រសើរមាន4ខែហ្នឹងដែលបងប្អូនអនុវត្តកិច្ចការងារអាជីពផ្សេងធ្វើកិច្ចការងារមកបបផ្សេងបងប្អូននឹងសម្រេចបានដល់គោលដៅដែលបងប្រាថ្នាហើយមានការរីកចម្រើនទាក់ទងនឹងអាជីពការងារដែលលោកនឹងបំពេញហើយលោកអ្នកអាចខំប្រឹងខ្លាំងមែនទែនទៅនឹងខ្លាចជាអ្នកដឹកនាំទូនទីណាមួយឬក៏ផ្លាស់ប្ដូរខ្លួនឯងដើម្បីចាប់យកឱកាសថ្មីពីបរិយាកាសជុំវិញខ្លួនដែលលោកអ្នកអាចនឹងខ្លាចទៅជាមេកាយគេឬក៏អ្នកដឹកនាំនៅក្នុងសង្គមការងារធំណាមួយដែលលោកអ្នកបងបាទហើយកិច្ចការងារដែលលោកអ្នកបំពេញល្អបំផុតនេះគឺលោកគ្រូជំរាបជូនអញ្ចឹងមានខែ5ខែ6ខែ10និងខែ11ចឹងបងប្អូនអាចស្កត់សម្គាល់បានហើយត្រៀមខ្លួនទុកបានអរគុណច្រើនបានសម្រាប់ពីការទូទាយជោគជតារាសីវាតែងជាមួយនឹងអាជីពការងារបាទចំពោះបងប្អូនកើតនៅឆ្នាំឆ្លូវ2026ឆ្នាំថ្មីដែលត្រូវនឹងឆ្នាំមមីបាទអរគុណច្រើនពី Channel ទូទាយសូមជម្រាបលា